việc bàn phần năng hay chạm làm chập châu mó này không đặt ta chỉ mới overload check farm bỏ dưỡng vào check controller hoặc một điểm máu này buổi xịt tham bờ phải buồn màu anh này toàn trình play hay của giờ toàn chơi cho này chơi cho nước màn battery bị đá hay bạn trình play chơi trong việc sẽ tham màu lại trường tục bao giờ một điểm máu này trường tục máu hai giờ đã tuần mình muốn nó chào này mà cái nạn lừa anh em mà cái nạn không CCB សម្រាប់ motor យើងធ្វើខាច់ D ណាខ្ញុំអត់ធ្វើខាច់ C ទេប៉ុណ្ណេះមកតុបប៉ុណ្ណេះចាប់ជើងតុប2ទៀតមកចូលអែមតាក់ទៅមកជើងតុបហ្នឹងគេចាប់ចេះតុបចឹងមកដើម្បីកុំឲ្យនេះវារត់ចេញដាក់មុនហ្នឹងឃើញហ្នឹងមកអត់ទៅណាទេឥឡូវនេះយើងចាប់តុបចឹងដែរមកបាទប៉ុណ្ណឹងអែមយើងធ្វើការកាត់ខ្សែវាស់ខ្សែឲ្យទៅតាមតម្រូវការរបស់យើងមកសក់ខ្សែសក់អីមកហើយយកកោសយកអីគៀបឲ្យជាប់ទៅតាមពណ៌របស់វានីមួយទៅគឺមានពណ៌ពើក្រហមហ្វាទី1ទៅពណ៌លឿងហ្វាទី2ទៅហើយពណ៌បៃតងហ្វាទី3ឬក៏ពណ៌ខៀវអញ្ចឹងណាទៅតាមតម្រូវការដែលយើងធ្វើហើយយើងគៀបឲ្យណែនឲ្យជាប់ទៅធ្វើកោសវាល្អជាងពណ៌ប្រភេទអាខ្សែតុនហ្នឹងវាអត់កោសយើងគៀបអត់ល្អទេយើងមួលទៅអត់ណែនទេពេលខ្លះវាមិនថាវាអត់ណែនទេតែថាវាបែកសាច់ឈឿនវាដូចអាប្រភេទខ្សែហ្នឹងអញ្ចឹងខ្សែតុនយើងនៅខាត់យើងត្រូវតែមានប្រភេទកោសហ្នឹងហើយជាស្អីទាំងអាទូចទាំងអាធំយើងគៀបដាក់ទាំងអស់នៅក្នុងហ្នឹងទៅបាទសម្រាប់ពូស៊ីបដែរយើងដាក់3គ្រាប់ទៅយើងមានលេងទី1លេងទី2លេងទី3ពូស៊ីបហ្នឹងយើងដាក់ដើម្បីផ្នែកទៅលើប្រព័ន្ធវិទ្យារបស់យើងទៅពេលដែលប្រព័ន្ធវិទ្យារបស់យើងមានបញ្ហាណាមួយគឺវាផ្ដាច់កុំឲ្យដំណើរការទៀតចឹងណាឥឡូវយើងរៀបបានប៉ុណ្ណេះហើយហ្វាទី1ហ្វាទី2ហ្វាទី3មកពូស៊ីបរបស់យើងតាម24ម៉ោង check ហ្វាមក contactor overload check មកជំនេះអានេះចេញពី motor អានេះភ្លើងចូលអានេះនៅប្រភពប៉ុណ្ណឹងមកយើងដាក់ខាងមុខទៀតមកចាប់ចូលគ្នារួចបាទឥឡូវយើងធ្វើការតេស្តទាំងអស់គ្នាអានេះប្រព័ន្ធវិទ្យា motor ដោយស្វ័យប្រវត្តិនេះខាងមុខហើយយើងកាច់មក manual ដំណើរការហើយយើងកាច់មកអូតូក៏ដើរដែរព្រោះតែថាមើលគឺយើងកាច់ទៅយកខាង clip on ដើម្បីឲ្យតេស្តមើលដឹងស្រួលណាខាង on បាទនេះពុប manual on អូតូហើយអានេះថាកំពុងតែដំណើរការយើងចុចតេស្តoverload វា over 5 second ខ្ញុំតេស្តទៅលើហ្នឹងគឺ5 second គ្រប់5 second វាផ្ដាច់នេះពេលផ្ដាច់គឺអូតូក៏ដើរ manual ក៏ដើរដែរចំណុចនេះណាបាទចំណុចហ្នឹងគឺចំណុចមួយល្អសម្រាប់overload របស់ Samva ខ្ញុំឆ្លាញ់ក្នុងហ្នឹងព្រោះដោយសារអី Samva នេះសេរីនីតិបានចាប់ពី1ដល់10 second ហើយយើងអាចតេស្តយើងអាច reset បានហើយមួយវិញទៀតគឺកន្លែងនេះយើងអាចកំណត់ពេលបានចាប់ពី0ដល់30ពេលមកកន្លែងនេះស្គាល់គឺស្រួលដល់ហ្នឹងហើយយើងអាចដាក់ motor មួយសេស2សេស3សេស4សេស5សេសក៏បានដែរមកស្រួលសេរីដល់ហ្នឹងគឺអែមតែស្រួលដល់ហ្នឹងហើយយើងយកប្រើ mono ក៏បាន trifa ក៏បានដែរស្រួលដល់ហ្នឹងបើថានិយាយទៅវាស្រួលប្រើស្រួលជាង overload ផ្សេងវាស្រួលដល់ហ្នឹងបាទខ្ញុំតែប្រើវាអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងទេសម្រាប់បងមានតម្រូវការចង់បានកូនទូយកទៅបញ្ជាមកទៅអាចតាក់ទងបានហើយតាក់ទងមួយទូនេះគឺខ្ញុំធានាជូនមួយឆ្នាំគឺនៅក្នុងហ្នឹងខូចមួយណាខ្ញុំដូរថ្មីមួយនឹងជូនអត់នេះទេអត់ជួសជុលជូនទេគឺដូរថ្មីឲ្យតែម្ដងអញ្ចឹងមានប៉ុណ្ណឹងទេអរគុណច្រើនបងប្អូនទាំងគ្នា